มថាបើមិនដាច់ចិត្តសម្លាប់គេតង់គ្នាឯងស្លាប់ឬតាគ្នាឯងស្លាប់ក្មួយឯងធ្វើដូចម្ដេចផានីតមិនអញ្ចឹងពូត្រូវការលុយ 10000 គ្មានលុយ 10000 ប្រពន្ធពូងាប់ឈឺដើមទ្រូងក្អកខេះត្រូវការសម្រាប់មិនធ្វើការតើបានអ្វីស៊ីទៅពេទ្យឲ្យសម្បត្តិទិញថ្នាំចាស់ពូគ្មានលុយទិញថ្នាំធ្វើម្ដេចទុកឲ្យប្រពន្ធស្លាប់ឬកូនស្រីពូប្រឡងជាប់ចូលអនុវិទ្យាល័យនារីសាលាតម្រូវឲ្យទិញសម្ពត់អាវសៀវភៅមុងតាមរបៀបគេមិនទិញឲ្យកូនខាត់រៀនល្ងងដូចពូទៀតធំឡើងវេទនាមលោះហើយត្រូវពូហ៊ានបដូរឲ្យកូនបានចំណេះដឹងនឹងគេទើបដោះបញ្ហានេះឲ្យបានស្រេចខំវិលតែដែលនៅតែល្ងងព្រោះហេតុនៅតែក្រព្រោះហេតុល្ងងម្លោះហើយប្រថុយធ្វើម្ដេចឲ្យតែបានលុយនឹងបានចំណេះទៅម្ដាយពូគាត់ចាស់ហើយគាត់ចង់ធ្វើបុណ្យមុននឹងគាត់អនិច្ចកម្មគាត់សុំលុយពូឲ្យពូធ្វើដូចម្ដេចមិនឲ្យពូធ្វើបុណ្យធ្វើទានហាក់ដូចជាធ្វើទនកម្មសម្រាប់គាត់អញ្ចឹងផានីតពូយកលុយក្តៅក្រហាយទៅជូនគាត់យកទៅធ្វើបុណ្យក្រែងមិនបានបុណ្យណាបានឬមិនបានទុកមួយឡែកសិនធ្វើម្ដេចឲ្យតែម៉ែបានស្រួលចិត្តដោយថាអញមានលុយធ្វើបុណ្យនឹងគេដែលស្រុកឥឡូវអញ្ចឹងគេកាប់ជ្រូកធ្វើបុណ្យគេស៊ីសំណូកបុណ្យដើម្បីមានផ្លូវរកស៊ីគេសំពះព្រះសង្ឃដើម្បីឲ្យគេស្រឡាញ់ផានីតក្រវីក្បាលហួសចិត្តលោកក្មួយក្រវីក្បាលហួសចិត្តនេះហើយជីវិតពិតដែលមិនមែនជីវិតតែពាក្យសម្ដីតែក្បួនខ្នាតបានថាសរុបសេចក្តីឃើញថាពូត្រូវតែប្រថុយឲ្យបាន 10000 រៀលសិនពូគិតស្រេចយូរណាស់មកហើយពូលបងស្រាយរឿងនេះតាមវិធីច្រើនណាស់ហើយតែទៅមិនរួចបានជាសោផ្លូវមួយញឹងទៅប្រថុយទទួលថៅកែគាត់ត្រូវការស្រាប់ផងចាំអីនឹងលេងមួយចានដើម្បីកសាងជីវិតវង្សកុលផានីតខ្ញុំឈប់រិឈប់ឆ្លើយឈប់ដឹងហើយដើរចូលមកអង្គុយកើតមកជាមនុស្សហើយក្មួយមិនឲ្យឈប់រិឈប់ឆ្លើយឈប់ដឹងបានទេច្បាប់ជីវិតបង្ខំក្មួយឲ្យដោះស្រាយរឿងដែលមានចោលរាល់ថ្ងៃបើក្មួយកិច្ចមិនដោះស្រាយគឺក្មួយព្រមទទួលងាប់ជាមុនហើយស្រេចផានីតខ្ញុំនឹកថាខ្ញុំហើយជាមនុស្សអភ័ព្វជាងគេកំព្រាឥតឪពុកម្ដាយនៅជាមួយមីងគេអ្នកមានគេធ្វើបាបគ្រប់យ៉ាងដូចម្ដេចក៏មិនត្រូវខ្មោចចេញខ្មោចចូលនិយាយតែពីមានពីសបាយផ្ទុយនឹងខ្ញុំដែលក៏មានមនុស្សវេទនាជាងក្មួយជាងមីច្រើនណាស់ទៅទៀតលោកក្មួយមានមនុស្សច្រើនបានព្រឹកខ្វះល្ងាចគ្មានអ្វីវ៉ាន់គ្មានដំបូលជ្រុករស់ដោយសារលោកកម្លាំងប្រចាំថ្ងៃលោតែឈឺដេកចាំងងាប់ជន់ទាំងនោះគេប្រៀបបានទៅនឹងសត្វដែលកើតមកគេទុកឲ្យរស់គ្រាន់តែសម្រាប់ធ្វើការផ្ដល់ផលឲ្យទៅជនមួយចំពោះទៀតដែលកើតមកចាំតែទទួលផលស្រាប់ដោយមិនចាំបាច់ធ្វើការឬដោយធ្វើការតែបន្លំមួយថ្ងៃគិតតែប្រាស្នៀតបោករកមិនអស់ផានីតនេះហើយសង្គមសត្វភូមិគ្មានរបៀបបណ្ដោយមនុស្សប្រយុទ្ធគ្នាតាមចិត្តប្រកបប្រចាក់គ្នាបោកបន្លំគ្នាលួចប្លន់គ្នាកេងប្រវាញ់គ្នារហូតដល់ច្បាំងគ្នាដើម្បីតែម្យ៉ាងគឺដើម្បីរស់ទៅតាមសេចក្តីលោកមិនចេះឆ្អែតនេះហើយសង្គមពុករលួយដែលអ្នកប្រសពចេះតែសបាយនៅចំពោះមុខមនុស្សភាគច្រើនដែលវេទនាពីរឿងរស់នេះហើយសង្គមនីទុនមនុស្សជិះជាន់មនុស្សព្រោះពួកឈ្នះចេះរៀបចំគ្នាដើម្បីសង្កត់ពួកអ្នកចាញ់ឲ្យធ្វើការបង្កើតផលឲ្យខ្លួនរស់បានស្រួលក្មួយបានរៀនក្មួយចេះរកពាក្យចំថាបានផានីតពូឯងនឹងក៏សម្លាប់គេដើម្បីខ្លួនរស់ដែរពូមានចង់ឯណាក្មួយតែជីវិតវាបង្ខំទេតាដូចពូបានជំរាបក្មួយរួចមកហើយស្រាប់ផានីតថៅកែនឹងបង្ខំពូឯងថាដូចនេះក៏បានតែចុះនរណាបង្ខំថៅកែផានីតអ្នកណាលោកចង់មានតែឯងហួសពេកត្រូវហើយថៅកែគាត់ហ៊ានលោភព្រោះគ្មានច្បាប់ណាមកកម្រិតសេចក្តីលោភគាត់សោះដល់ចង់មានបានហួសកម្លាំងគាត់យកទឹកលុយទៅទិញកម្លាំងគេសម្បត្តិគាត់ការឡើងយូរទៅគាត់ទិញខ្មែរទាំងអស់មកប្រើផានីតពិតមែនហើយចុះផ្លូវដោះស្រាយកុំមាត់លឺសូរសំឡេងThe Mercedes ថៅកែមកហើយនោះថៅកែមែនលោកក្មួយខ្ញុំលាលោកក្មួយឲ្យហើយណាព្រោះតែបានលុយ 10000 ចែកដឹងហើយខ្ញុំផានីតចុះខ្ញុំពូឲ្យទៅណាអង្គុយបូកលេខហើយសង្វេគរឿងសង្គមទៅទៀតចុះផានីតពូឯងពួនត្រង់នេះសិនទៅក្រែងថៅកែឃើញគាត់បើកឡានចេញគេចទៅណាទៀតក្មួយថានេះសំយ៉ាងដែរតែកុំក៏ពួនបន្តិចសិនឆាកទី2កែប្រែផានីតថៅកែដើរចូលមកមើលឃើញតែផានីតព្រោះពូកំពួនទៅហើយផានីតមានមនុស្សចម្លែកមកសួរអ្វីអីដែរផានីតបាទដូចជាមិនឃើញទេថៅកែអញទៅស្ទាក់ខ្ទប់ឯក្រសួងគិញហើយតែមិនដឹងជាបានផលយ៉ាងណាតែនៅផ្ទះប្រយ័ត្នមើលបើមានមនុស្សចម្លែកមកសួរឆ្លើយថាមិនដឹងទៅផានីតបាទស្ទុះចេញពីកន្លែងពួនមកក្រាបប្រណិប័តថៅកែយីអាឯងឈួតទេមកធ្វើអ្វីហ្នឹងប្របាទមកសុំណែថៅកែឯងមិនដឹងជាគេប្រកាសតាមវិទ្យុរកផានីតនេះហើយសង្គមសត្វភូមិគ្មានរបៀបបណ្ដោយមនុស្សប្រយុទ្ធគ្នាតាមចិត្តប្រកបប្រចាក់គ្នាបោកបន្លំគ្នាលួចប្លន់គ្នាកេងប្រវាញ់គ្នារហូតដល់ច្បាំងគ្នាដើម្បីតែម្យ៉ាងគឺដើម្បីរស់ទៅតាមសេចក្តីលោកមិនចេះឆ្អែតនេះហើយសង្គមពុករលួយដែលអ្នកប្រសពចេះតែសបាយនៅចំពោះមុខមនុស្សភាគច្រើនដែលវេទនាពីរឿងរស់នេះហើយសង្គមនីទុនមនុស្សជិះជាន់មនុស្សព្រោះពួកឈ្នះចេះរៀបចំគ្នាដើម្បីសង្កត់ពួកអ្នកចាញ់ឲ្យធ្វើការបង្កើតផលឲ្យខ្លួនរស់បានស្រួល
ក្មួយបានរៀនក្មួយចេះរកពាក្យចំថាបានផានិតពួកឯងនឹងក៏សម្លាប់គេដើម្បីខ្លួនរស់ដែរហំពូមានចង់ឯណាក្មួយតែជីវិតវាបង្ខំទេតាដូចពូបានជំរាបក្មួយរួចមកហើយស្រាប់ផានិតថៅកែនឹងបង្ខំពូឯងហំថាដូចនេះក៏បានតែចុះនរណាបង្ខំថៅកែផានិតអ្នកណាលោកចង់មានតែឯងហួសពេកហំត្រូវហើយថៅកែគាត់ហ៊ានលោកព្រោះគ្មានច្បាប់ណាមកកម្រិតសេចក្តីលោកគាត់សោះដល់ចង់មានបានហួសកម្លាំងគាត់យកទឹកលុយទៅទិញកម្លាំងគេសម្បត្តិគាត់កើនឡើងយូរទៅគាត់ទិញខ្មែរទាំងអស់មកប្រើផានិតពិតមែនហើយចុះផ្លូវដោះស្រាយហំកុំមាត់លឺសូរសំឡេងអាដឺមេសេដេសថៅកែមកហើយនោះថៅកែមែនលោកក្មួយខ្ញុំលាលោកក្មួយឲ្យហើយណាព្រោះតែបានលុយ 10000 ចែកក្តឹងហើយខ្ញុំផានិតចុះខ្ញុំពូឲ្យទៅណាហំអង្គុយបូកលេខហើយសង្វេគគ្រឿងសង្គមមកទៅទៀតចុះផានិតពួកឯងពួនត្រង់នេះសិនទៅក្រែងថៅកែឃើញគាត់បើកឡានចេញគេចទៅណាទៀតហំក្មួយថានេះសំយ៉ាងដែរតែកុំក៏ពួនបន្តិចសិនឆាកទី2កែប្រែផានិតហំថៅកែដើរចូលមកមើលឃើញតែផានិតព្រោះពួនទៅហើយផានិតមានមនុស្សចម្លែកមកសួរអ្វីអីដែរផានិតបាទដូចជាមិនឃើញទេថៅកែអញទៅស្ទាក់ខ្ទប់ឯក្រសួងគិញហើយតែមិនដឹងជាបានផលយ៉ាងណាតែនៅផ្ទះប្រយ័ត្នមើលបើមានមនុស្សចម្លែកមកសួរឆ្លើយថាមិនដឹងទៅផានិតបាទហំស្ទុះចេញពីកន្លែងពួនមកក្រាបប្រណិប័តថៅកែយីអាហំឯងឈួតទេមកធ្វើអ្វីហ្នឹងហំប្របាទមកសុំណែថៅកែឯងមិនដឹងជាគេប្រកាសតាមវិទ្យុរក